ស្ដីបងប្អូនជាទីស្រឡាញ់ចាងនេះខ្ញុំមកឆាត្រីអណ្ដែងហូបទៀតហើយបងប្អូនឆាក្តៅបងប្អូនឆាក្តៅត្រីអណ្ដែងដូច្នេះនេះគ្រឿងផ្សំគ្រឿងទេសអីយើងមានរួចរាល់អស់ហើយដែលត្រូវឆាត្រីអណ្ដែងនេះមានត្រីស្អុយត្រីអីទេបងអូនខ្ញុំស្រោះដើម្បីកុំពិបាកលាងអីច្រើនសារដូច្នេះយើងចាប់ផ្ដើមហើយឆាដាក់គ្រឿងទេសយើងដែលបានបុករួចហើយយើងដាក់ត្រប់មកបងអូនឆាត្រប់មើលទៅដូចថាវាឆ្អិនអស់ហើយយើងចាប់ផ្ដើមដាក់គ្រឿងទេសដែលយើងធ្លាប់ស្លប្រចាំថ្ងៃដូចជាអំបិលប៊ីចេងស្ករសនិងអំបិលរ៉ូឌីបងអូនដាក់ហើយឆាមកដូចថាបានទីខ្ញុំដាក់ត្រប់មុនដោយសារត្រប់វាជាបន្លែរឹងយើងឆាឲ្យវាផុយមកបងប្អូនបានឆាអុយវាផុយរួចហើយបានយើងចាប់ផ្ដើមដាក់ត្រីបងប្អូនត្រីសិតទៅត្រីណែងត្រីនេះខ្ញុំទិញត្រីគីកូនត្រីស្រីបងប្អូនគីសម៉ូតែខ្ញុំមិនសូវសម៉ូទេខ្ញុំទិញគីណាបងប្អូនអើយយកមកឆាក្តៅហូបបានម្ដងបងប្អូនដូច្នេះត្រីយើងបានស្រុះរួចម្សាហើយយើងយកមកឆាមកបងអូនឆាត្រឡប់មកដូចថាឃើញថាវាត្រីយើងវារៀងឆ្អិនហើយយើងរៀងទីស្ទើស្ករអីយើងថែមស្ករបន្តិចមករួចហើយក៏យើងដាក់ប្រេងខ្យងបងអូនប្រេងខ្យងរួចក៏ដាក់ទឹកត្រីខ្ញុំនិយាយច្រឡំទេអាមុនខ្ញុំបានដាក់ទេអំបិលខ្ញុំប្រើទេប្រេងខ្យងទឹកត្រីនិងអំបិលរ៉ូឌីបងប្អូនអំបិលខ្ញុំកម្របានសូវប្រើទេដោយថាយើងឆាយើងប្រើអាណាដែលដាក់ទៅវាងាយនឹងចូលជាតិដូច្នេះយើងគ្របទុកមួយសន្ទុះមកបងអូនឃើញថាត្រីយើងឆ្អិនហើយយើងដាក់ស្លឹកក្រូចសើចគ្រាន់តែដាក់ស្លឹកក្រូចសើចឃើញថាម្ហូបរបស់យើងវាមានក្លិនក្រអូបឈ្ងុយបងប្អូនអើយឆ្អិនរួចរាល់អស់ហើយបងអូនយើងចាប់ផ្ដើមដាក់ស្លឹកព្រាសប្រៅបងប្អូននឹកឃើញស្លឹកព្រាសប្រៅយើងស្លឹកព្រាសប្រៅនេះព្រាសប្រៅស្រែដូចគ្នាឃើញថាក៏អូបឈ្ងុយឆ្ងាប់បងប្អូនដូច្នេះឆាក្តៅត្រីអណ្ដែងរបស់យើងបានឆ្អិនហើយឃើញថារសជាតិក្រិនបើបងប្អូនបើយើងអាត្រីណែងនេះបើស្លអំជូរអីមិនសូវឆ្ងាញ់ទេបានតែឆាទេបងប្អូនបានឆាក្តៅបងប្អូនមើលទៅនួងអត់នេះអាបន្លែនេះខ្ញុំគ្រាន់តែដាក់ឲ្យល្អមើលទេបងអូនដាក់ត្រឹបម្ហូបឆារបស់យើងណែដូច្នេះឆ្អិនរួចរាល់អស់ហើយយើងដួសដាក់ចានមកបងប្អូនឃើញថាឈ្ងុយឆ្ងាញ់បងប្អូនឆាក្តៅត្រីអណ្ដែងនិងបន្លែត្រប់បងប្អូនរសជាតិវាក្រិនបើវីដេអូយើងបានបញ្ចប់សូមជូនពរបងប្អូនឲ្យជួបតែសេចក្តីសុខ